សាច់រឿងចាប់ផ្ដើមឈ្មោះនៅតែបន្តការវិជាមធ្វើដំណើរយ៉ាងលឿនទៅកាន់ទីក្រុងប៉ាជូចំណែកឯគ្រូជាតិនិងភរិយារបស់គាត់គឺកំពុងតែធ្វើដំណើរនៅក្នុងព្រៃនេះប្រពន្ធរបស់គាត់និយាយតាក់ទងជាមួយនឹងគ្រោះមន្ត្រីព្រិលបានកាលឡើងនៅទឹកដីយ៉ាន់កាងគឺសង្ឃឹមថារាជវង្សយ៉ាន់កាងមិនខ្លាចជាទឹកដីនៃតាសៀទី2ទេចោះចំណែកឯនៅចំពោះមុខនោះគឺជាទឹកដីនៃរាជវង្សយ៉ាន់កាងនឹងឯងក៏សម្លឹងឃើញថាកម្លាំងថាពលព្រិលទាំងអស់ក៏ត្រូវបានស្រូបយកចូលនោះប្រកបជាស្នាដៃនៃក្រុមកងទ័ពជាជាមិនខានគ្រូជាតិនិយាយថាព្យុះព្រិលដែលបានក្រនដល់ទឹកដីយ៉ាន់កាងទាំងមូលគឺមិនតាន់បានរកឃើញប្រភពដើមរបស់វាទេដូច្នេះគាត់ក៏បានសង្កេតមើលទៅលើមេឃប្រាប់ទៅកាន់ភរិយារបស់គាត់ឲ្យរងចាំនៅទីនេះចោះអញ្ចឹងគ្រូជាតិគាត់ក៏បានសម្លាប់ខ្លួនហោះឡើងលើយ៉ាងខ្ពស់ទម្លុះនៅរបាំងមេឃសម្លឹងឃើញថានៅចំពោះមុខនោះគឺជាទេវតាព្រិលដែលកំពុងតែបន្សិតខ្យល់ចេញពីឃ្លោករបស់គាត់គ្រូជាតិនិយាយថាគ្រូមន្ត្រីព្រិលក៏បានរៀបសន្ធឹងនៅក្នុងទឹកដីយ៉ាងកាំងទាំងមូលទាំងអស់នេះគឺជាស្នាដៃរបស់អ្នកដែលជាអ្នកធ្វើមែនទេទេវតាព្រិលដ៏អស្ចារ្យកាត់ទៅមើលសាច់ចាំងចាស់គាត់បាននិយាយតាក់ទងជាមួយនឹងទេវតាផងដែរក៏បានកាត់ចេញពីធម្មជាតិហើយដល់ការបង្ហាញច្បាប់នឹងមេគាតៅដ៏អស្ចារ្យគឺដើរតាមនៃធម្មជាតិដូចគ្នាហើយគ្រប់សត្វទាំងអស់ដែលត្រូវបានកកាឡើងដោយកម្លាំងថាពលដ៏ទេវភាពនោះគឺត្រូវបានចាត់ទុកថាគឺជាព្រះអញ្ចឹងឯនៅពេលដែលអំណាចថាពលអរូបីត្រូវបានផ្លាស់ប្ដូរច្បាប់ក៏ត្រូវបានផ្លាស់ប្ដូរដែរហើយនៅពេលដែលច្បាប់ត្រូវបានផ្លាស់ប្ដូរដូច្នេះហើយមេគាតៅទាំងអស់ក៏ត្រូវបានផ្លាស់ប្ដូរទៅតាមហ្នឹងហើយនៅពេលដែលមេគាតៅត្រូវបានផ្លាស់ប្ដូរចំណែកឯឋានសួគ៌នៅផែនដីក៏ធ្វើការផ្លាស់ប្ដូរដែរអញ្ចឹងទាំងអស់នេះគឺដោយសារតែច្បាប់ឋានសួគ៌នៅផែនដីត្រូវបានផ្លាស់ប្ដូរវាគឺជាមូលហេតុដែលបានបង្កនូវគ្រោះមន្ត្រីដូចជាព្យុះព្រិលដែលកំពុងតែកាត់មាននៅពេលនេះអញ្ចឹងឯងព្រះសង្ឃឆាំងអឺម្នាក់នេះក៏និយាយថាគ្រប់វិចារទាំងអស់គឺដោយសារតែព្រះអង្គធ្វើការផ្លាស់ប្ដូរច្បាប់តម្រូវទំនងថ្មីហើយហាក់មើលទៅដូចជាកំពុងតែដើរតាមផ្លូវមេគាវិសាចមិនចាត់ទុកព្រះនៅក្នុងកសែភ្នែកធ្វើស្ថានភាពទាំងអស់រញ៉េរញ៉ៃនិងបង្កើតនូវគ្រោះមន្ត្រីទាំងអស់នេះប៉ុន្តែលោកមេតបម្នាក់នេះនិយាយថាបើតាមពីសម្ដីព្រះសង្ឃឆាំងអឺគឺបាននិយាយមកទាំងអស់នឹងចំណេះដឹងរបស់គាត់គឺពិតជារកកំ ផ្លែមែនមិនដឹងសាច់ការនៅមូលហេតុដែលបានកាត់ឡើងឲ្យច្បាស់ប្រកបតែប្រសងចាំងអឺនិយាយថាចំណេះដឹងរបស់គាត់គឺបានស្វែងយល់និងហាត់រៀនពីព្រះដ៏ទិដ្ឋភាពគឺបានគោរពទៅតាមមេគាផ្លូវរបស់ព្រះដែលបានណែនាំចំណែកព្រះអង្គនិយាយថាដោយការគិតរបស់ព្រះអង្គឆាំងអឺគឺពិតជាខុសដែលស្រឡះបើតើទិនជាមួយនឹងរដ្ឋមន្ត្រីរបស់ខ្ញុំទាំងអស់គ្នានេះពួកគាត់គឺសុទ្ធតែមានភារកិច្ចរៀងៗខ្លួនចាត់ទុកជារាជសាមញ្ញធម្មតានៅក្នុងចិត្តបេះដូងរបស់គាត់ជានិច្ចហើយពួកគាត់ម្នាក់ៗក៏បានបំពេញភារកិច្ចរបស់គាត់ឈានដល់ចំណុចកំពូលដូច្នេះគាត់ក៏ត្រូវបានចាត់ទុកថាគឺជាព្រះដែរហើយតែសេចក្ដីចាស់និយាយថាគ្រាន់តែបំពេញភារកិច្ចដ៏អស្ចារ្យឈានដល់ចំណុចកំពូលតាំងខ្លួនឯងថាជាព្រះហើយបើសិនបើពួកគេខ្លាចជាព្រះអញ្ចឹងហេតុអ្វីបានជាពួកគេរស់នៅបែបជាមនុស្សធម្មតាទៅវិញអញ្ចឹងមើលទៅទាំងអស់នេះគឺដូចជាគោលការណ៍មនុស្សដែលស្ថិតនៅក្នុងបរិបទសុគាអញ្ចឹងដែរដែលបានចាត់តាំងខ្លួនឯងជំនួសព្រះហើយនៅក្នុងការជួយសម្រាប់បន្ទប់ប្រជារាស្ត្រធម្មតាសាមញ្ញទាំងអស់នេះវាគឺប្រៀបបានដូចជាការមិនគ្រប់ព្រះយ៉ាងពេញទំហឹងមើលទៅបរិបទសុគាគឺពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ព្រះអង្គនឹងហើយប្រៀបបានដូចជាដឹកចំហព្រះអង្គដែលតាមផ្លូវកន្លងរបស់ពួកគេតែព្រះអង្គនិយាយថាប្រសិនបើគាត់ត្រូវបានក្រុមបរិបទសុគាដឹកចំហរបស់គាត់មែនអញ្ចឹងព្រះអង្គនៅពេលនេះនឹងក្លាយជាអ្នកដឹកនាំនៅខាងសាសនាបរិបទដ៏ធំសម្បើមមួយដែរហើយលុះឡៃនៅវិញគឺបានត្រឹមតែដកដង្ហើមធំកវីក្បាលអញ្ចឹងសាច់ចាំងចាស់និយាយបន្តថាចាប់តាំងពីព្រះអង្គជ្រើសរើសផ្លូវមីគីបីសាយទៅហើយអញ្ចឹងមិនចាំបាច់និយាយអ្វីច្រើនទេមិនអ្នកហ្វឹកហាត់ទាំងអស់គ្នាតោះពួកយើងត្រៀមខ្លួនចាត់ការរៀបនឹងចាត់ការទៅហើយប៉ុន្តែគឺស្រាប់តែមានអ្នកភូមិម្នាក់កំពុងតែដឹកគោដើរឆ្លងកាត់ពួកគាត់ក៏បានបងអសកម្មភាពសិនហើយរៀបនឹងចាត់ការជាលើកទី2ក៏មានអ្នកភូមិម្នាក់កំពុងតែដើរឆ្លងកាត់ផងដែរអញ្ចឹងពួកគាត់ក៏បានបញ្ឈប់សកម្មភាពសិននេះគឺជារំខានពេកហើយដូច្នេះពួកគាត់ក៏បានផ្លាស់ទីឡើងមកខាងលើរៀបនឹងចាត់ការជាលើកទី3ប៉ុន្តែក៏ស្រាប់តែមានរទេះគោមួយទៀតកំពុងតែធ្វើដំណើរចូលមកនៅខាងលើហ្នឹងគឺមានតាចាស់យាយចាស់2នាក់បើកណាត់នៅលើរទេះគោចេញក្បួននៃការ teleport ក៏បានដំណើរការសមាជិកនៃបកបិសាចសុគា16នាក់ក៏បានផ្លាស់ទីចេញមកអ្នកទាំងអស់គ្នាគឺពិតជាវិជ្ជាអាចខ្លាំងដូច្នេះអ្នកការពារសខ្មៅបានណែនាំឈ្មោះខ្លួនឯងថាខ្ញុំគឺជាអ្នកការពារខាងឆ្វេងនៃបកបិសាចសុគាឈ្មោះថាកុងលីសៀនចំណែកឯអ្នកការពារសខ្មៅមួយនាក់ទៀតដែលជាមនុស្សស្រីណែនាំឈ្មោះខ្លួនឯងខ្ញុំគឺជាអ្នកការពារផ្នែកខាងស្ដាំនៃបកបិសាចសុគាឈ្មោះថាស៊ូពីងអឺសច្ចាចាស់និយាយថាវិជ្ជាដល់មកខ្ញុំគឺប៉ុន្តែឃើញតាចាស់យាយចាស់2នាក់កំពុងតែបរិទះគោហើយខ្ញុំនឹកស្មានមកដល់ទេគឺស្រាប់តែមនុស្ស16នាក់ក៏បានផ្លាស់ទីចេញមកនេះបបិសាចសុគាពូកែលេងល្បិចកលខ្លាំងណាស់អ្នកការពារសខ្មៅនិយាយតាំងបែបលេងសើចទៅវិញដើរទៅវិញក្នុងពិភពគុណគូណាតាចេះពីល្បិចកលខ្លះទិញយកផលបច្ច័យដើម្បីចិញ្ចឹមជីវិតខ្លួនឯងអញ្ចឹងគូណាតាជាស្រ័យទៅកាន់ពួកលោកទាំងអស់គ្នាផងដែលធ្វើឲ្យអស់សំណោចចំណែកឯអ្នកការពារខាងស្ដាំនេះក៏និយាយផងដែរមុនពេលដែលមេបាក់ពូយើងធ្វើដំណើរទៅកាន់ផ្ទះដើម្បីទទួលឆ្នាំថ្មីគាត់ក៏បានផ្ដាំពូយើងឲ្យតាមជួយការពារព្រះអង្គនៅពេលនេះកំពុងតែជួបបញ្ហាអញ្ចឹងពួកយើងទាំងអស់គ្នាគឺមនុស្សស្ងៀមឡើ
ឡើយព្រះអង្គគិតក្នុងចិត្តតានេះវាគឺជាការរៀបចំរបស់មេបពិសេសស៊ូគីឈ្មោះរបស់យើងនៅមែនទេចំណែកឯឈ្មោះកំពុងតែជីសាស្លីងធ្វើដំណើរទៅមុខយ៉ាងលឿននៅបានដឹងពីចំហាយពីឃាតយ៉ាងខ្លាំងក្លាផងដែរហើយមើលទៅការប្រយុទ្ធគ្នាគឺត្រៀមនឹងចាប់ផ្ដើមហើយជាងស្ដេចស៊ូគីទាំងពីរនាក់ដែលជាព្រះរាជាដ៏អស្ចារ្យនៃបពិសេសស៊ូគីពួកគាត់ក៏បានបង្ហាញខ្លួនចេញមកផងដែរសួស្ដីមិត្តអ្នកវឹកហាត់ទាំងអស់គ្នានៅពេលដែលមេបពួកយើងក៏បានប្រគល់ព្រះអង្គឲ្យពួកយើងការពារមើលថែព្រះអង្គគឺមានសុខសុវត្ថិភាពល្អខ្លាំងណាស់ហើយប្រសិនបើនៅពេលនេះព្រះអង្គមានបញ្ហាអ្វីគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងពួកយើងទាំងអស់គ្នាគឺគ្មានពាក្យសម្ដីអ្វីដល់សារទៅកាន់មេបរបស់ពួកយើងទេដូច្នេះគឺមានតែធ្វើឲ្យមិត្តអ្នកវឹកហាត់ទាំងអស់គ្នាខ្នះខ្នែងចិត្តហើយសច្ចាចាស់ក៏និយាយថាស្ដេចស៊ូគីទាំងពីរហើយនឹងអ្នកការពារឆ្វេងស្ដាំព្រមទាំងព្រះរាជាទាំង12រូបដែលស្ថិតនៅក្នុងបពិសេសស៊ូគីមកទីនេះគឺដើម្បីការពារជួយព្រះអង្គហើយកម្រិតនៃការវឹកហាត់ម្នាក់ៗគឺស្ថិតនៅកម្រិតអាណាចក្រទេវភាពដូច្នេះហើយមនុស្សចំនួនក្រោយគឺពិតជាអស្ចារ្យលើសការរំពឹងទុករបស់ខ្ញុំទៀតហើយមើលទៅដំណើរដែលខ្ញុំបានមកនៅពេលនេះគឺមិនអបិយោទេបានជួបជាមួយនឹងមនុស្សដែលមានសមត្ថភាពជាច្រើនចំណែកឯលូឡៃក៏និយាយថាទាំងនេះគឺប្រៀបបានដូចជាសត្វបំមានកំពុងតែហើរចូលភ្លើងដូច្នេះមេបពិសេសស៊ូគីចេញបទបញ្ជាមកទាំងអស់ហ្នឹងគឺពិតជាជ្រើសរើសផ្លូវខុសហើយមានតបមាននេះគិតក្នុងចិត្តថាភាគីម្ខាងទៀតគឺជាមនុស្សស្ថិតនៅអាណាចក្រទេវភាពសរុបទៅគឺ30នាក់ហើយបូរួនជាមួយនឹងថ្នាក់ដឹកនាំ2នាក់ទៀតដែលជាលូឡៃហើយនឹងមេសាសនាតោចំណែកឯពួកយើងតាម7បូរួនជាមួយព្រះអង្គហើយបន្ថែមពីជំនួយសមាជិកនៃបពិសេសស៊ូគីសរុបទៅមនុស្សដែលស្ថិតនៅអាណាចក្រទេវភាពគឺមានតែ24នាក់តែប៉ុណ្ណោះជាងដោយការប្រយុទ្ធមួយនេះវាគឺពិតជាមានភាពតាំងតែងពេកហើយអ្នកផ្លាច់ក្រីក្រនិយាយខ្លាំងមិត្តអ្នកវឹកហាត់ទាំងអស់គ្នាពួកយើងគួរណាតែរួមដៃគ្នាកម្ចាត់ពពួកបិសាចទាំងអស់នេះទៅអញ្ចឹងក៏បានបញ្ចេញនូវរូបកាយវិជាចេញមកត្រៀមនឹងប្រយុទ្ធសច្ចាចាស់គាត់ចូលមកក្រោមប្រើប្រាស់កម្លាំងផ្លាស់ទីពួកអ្នកទាំងអស់គ្នាញែកជាពីរផ្នែកផ្សេងគ្នាព្រះអង្គគឺស្ថិតនៅកណ្ដាលតែម្នាក់ឯងពួកគាត់ក៏បានសម្លាប់ខ្លួនដើម្បីទៅជួយព្រះអង្គវិញតែក៏ត្រូវបានលូឡៃបញ្ចេញផ្ទាល់បុរាណរបស់គាត់និងប្រើប្រាស់ស្និតបាត់ដៃថ្មទៅរាំងទប់ស្កាត់ជាមួយនឹងក្រុមមេតបទាំងអស់គ្នាមិនឲ្យទៅជួយព្រះអង្គនៅកណ្ដាលឡើយអញ្ចឹងឯកម្លាំងចេញពីផ្ទាល់បុរាណក៏បានឃុំឃាំងព្រះអង្គស្ថិតនៅកណ្ដាលតែម្នាក់ឯងមេតបទាំងអស់គ្នាគឺមិនអាចចូលនៅខាងក្នុងជួយគាត់បានឡើយមេតបនេះនិយាយទៅកាន់អ្នកកាពីស្វែងស្ដាំនៃបពិសេសស៊ូគីប្រើប្រាស់នៅវិជា teleport ជួយព្រះអង្គប៉ុន្តែចំណាគាត់និយាយតបទៅវិញថាក្បួននៃការ teleport ពួកយើងគឺមិនអាចដំណើរការចូលទៅខាងក្នុងបានឡើយដូច្នេះនៅពេលនេះពួកគាត់គួរណាតែប្រើប្រាស់កម្លាំងដើម្បីវាយបំបាយទៅជួយព្រះអង្គតែប៉ុណ្ណោះអញ្ចឹងឯមនុស្សចំណាស់ទាំងអស់ពួកគាត់ក៏បានដំណើរការក្បួននៃការបង្កើតឃុំឃាំងសមាជិកនៅក្នុងបពិសេសស៊ូគីមួយផ្នែកហើយនឹងក្រុមមេតបដែលស្ថិតនៅក្រោមអាវ៉ាត់ព្រះអង្គមួយផ្នែកផ្សេងគ្នារវាងពួកគាត់ទាំងអស់គ្នាក៏បានបើកឈុតឆាកប្រយុទ្ធគ្នាតែម្ដងទៅក្រុមមេតបទាំងអស់គ្នាពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រយុទ្ធបំបែកនៅក្នុងការលំពាត់ទាំងអស់នេះចេញទោះបីជាពេលខ្លះពួកគាត់វាយ2ទល់1ក៏ដោយប៉ុន្តែលោកមេតបម្នាក់នេះនៅតែអាចចាត់ការជាមួយនឹងអ្នកទាំងពីរបានវាយម្នាក់មួយដំបងឡើងប៉ាំងខ្ទាស់ទៅក្រោយកាត់ទៅមើលផ្នែកនៃបពិសេសស៊ូគីនៅវិញគឺកំពុងតែលំពាត់ដោយក្បួនស្នេហ៍ផ្លាដើរទាំងអស់នេះតែក៏ត្រូវបានអាកាពីសខ្មៅប្រត់ដៃគ្នាវាយស្ដាប់អ្នកទាំង3បាត់បង់ជីវិតភ្លាមហើយក៏បានដំណើរការក្បួនរបាំងការពីទម្រង់ជាមួយនឹងក្បួនស្នេហ៍ផ្លាដើររាប់ពាន់វ៉ឺនដើមផ្ទុះឡើងរំជួយមេឃជាមួយនៅវិញក៏បានសង្កេតឃើញកម្លាំងនៃការផ្ទុះឡើងទាំងអស់នេះផងដែរដោយកម្លាំងថាពលនៃការប្រយុទ្ធគ្នាផ្ទុះឡើងដ៏ខ្លាំងបែបនេះគឺវាខ្លាំងជាងនៃការប្រយុទ្ធគ្នាដែលស្ថិតនៅក្នុងទីក្រុងដាសៀងកាលពីមុនទៀតអញ្ចឹងក៏បានប្រាប់ឲ្យសាស្លីងរត់ឲ្យលឿនជាងនេះទៅប៉ុន្តែស៊ីលីងវានិយាយប្រាប់អ្នកប្រុសហើយវាគឺរត់អស់លឿនប៉ុណ្ណឹងហើយលូប៉ាំងប្រសិនបើឯងរត់លឿនជាងនេះបន្ថែមទៀតខ្ញុំនឹងសន្យានឹងបកគលជូនគ្រាប់ថ្នាំអណ្ដាតភ្លើងឈាមឲ្យឯង3-4ចាំបន្ថែមទៀតលឺចង្អាយក៏ធ្វើសាស្លីងមានកម្លាំងព្រឹសតែម្ដងក៏បានបន្ថែមលឿនរត់របស់វាគឺកាន់តែលឿនជាងមុនទ្វេដងកាត់នៅមើលព្រះអង្គដែលត្រូវបានអ្នកទី2លំពាត់នៅវិញព្រះអង្គទ្រង់និយាយថាលូឡៃហើយនឹងមេដឹកនាំបក្សនាសាតើពួកអ្នកទី2គឺស្ថិតនៅកំពូលអាណាចក្រដ៏ទេវភាពហើយក៏ជាអ្នកដឹកនាំដ៏អស្ចារ្យផងដែរខ្ញុំគឺទទួលស្គាល់ថាកម្លាំងនៃការហ្វឹកហាត់របស់ខ្ញុំគឺចាញ់ពួកអ្នកទី2ក៏ប៉ុន្តែប្រសិនបើប្រយុទ្ធគ្នាមួយទៅនឹងមួយពួកអ្នកទី2គឺមិនអាចចាប់ខ្ញុំបានឡើយប៉ុន្តែចំណាខ្ញុំក៏មានសំណួរមួយចង់សួរអ្នកទី2គឺជាមនុស្សដែលមានសមត្ថភាពដ៏អស្ចារ្យហើយខ្ញុំពិតជាចង់ដឹងណាស់តើនរណាគេមានសមត្ថភាពអាចអញ្ជើញអ្នកទី2ឲ្យមើលធ្វើសកម្មភាពព្រមជាមួយនឹងគ្នាបានលូឡៃក៏និយាយថាចលនារបស់ព្រះអង្គដើម្បីកែប្រែច្បាប់តម្រូវតម្រង់គឺបានធ្វើការប៉ះពាល់ប្រឆាំងជាមួយនឹងឋានសួគ៌នៅផែនដីហើយពួកយើងទី2គឺជាមនុស្សដែលវឹកហាត់ស្របតាមឋានសួគ៌នៅផែនដីដូច្នេះគឺសូមនិយាយបញ្ជាក់ថារលកក្រោយគឺអាចមានសមត្ថភាពនៅក្នុងការច្រានរលកមុនទៅបានលើចឹងក៏ធ្វើព្រះអង្គគិតក្នុងចិត្តក៏ទៅដល់ព្រះរាជជាតិហើយមើលទៅខ្ញុំពិតជាបានបង្កើតកូនដ៏ល្អម្នាក់ពិតមែនហើយបើគិតតាក់ទងជាមួយនឹងគ្រោះថ្នាក់ដែលស្ថិតនៅក្នុងទឹកដីយ៉ាងកាលនៅពេលនេះវាក៏មានភាពគ្រោះថ្នាក់ជាងគ្រោះមន្ត្រៃដែលបានកើតចេញពីធម្មជាតិទៅទៀតដោយសារតែមនុស្សទាំងអស់គ្នាស្ថិតនៅក្នុងរាជវាំងក៏ត្រូវបានរងការលំបាកនិងគ្រប់គ្រងដោយព្រះអង្គម្ចាស់ដែលជារាជទាយាទនឹងឯងដូច្នេះព្រះអង្គចាន់ហ្វាំងគាត់ក៏បានបញ្ចេញស្និតដៅនៃគ្រាចរបស់គាត់ចេញមកនិងជាប្រាប់អ្នកទី2តោះចាប់ផ្ដើមប្រយុទ្ធគ្នាទៅសច្ចាចាស់ប្រាប់
ស្នេហ៍ដៅរបស់គាត់វាយបំបែកនៅធម្មពលដួងភ្លើងនីក្រីរបស់ព្រះអង្គខ្ទេចនៅបានប្រើប្រាស់ស្នេហ៍ដៅចូលទៅវាយគ្នាជាមួយនឹងព្រះអង្គដោយផ្ទាល់ផ្ទុះសេភីនៃកម្លាំងដ៏ខ្លាំងក្លាលូឡៃគាត់ក៏បានប្រើប្រាស់ស្នេហ៍បាត់ដៃដ៏ធំចូលទៅចាប់ព្រះអង្គនៅពីក្រោយព្រះអង្គប្រើប្រាស់កម្លាំងថាពលជានឹងយ៉ាងបំបែកនឹងស្នេហ៍បាត់ដៃរបស់លូឡៃខ្ទេចនិងបានប្រើប្រាស់ស្នេហ៍បំបែកស្មៅជាច្រើនប្រើប្រាស់ស្នេហ៍បាត់ដៃនៅបាក់ដាលេជីនចូលទៅវាយជាមួយនឹងលូឡៃវិញផងដែរលូឡៃក៏និយាយសរសើរព្រះអង្គគឺពិតជាមានជំនាញនៅក្នុងការប្រើប្រាស់ស្នេហ៍វិជ្ជាគុណនៃបាក់ផ្សេងៗគ្រប់ជំនាញពិតមែនមិនថាស្នេហ៍បាត់ដៃនៅបាក់ដាលេជីនក៏ដូចជាស្នេហ៍ដៅនៅក្នុងបាក់សាសនាតៅផងដែរដែលព្រះអង្គតែម្នាក់ឯងទ្រង់ក៏បានទប់ទល់ជាមួយនឹងពួកអ្នកទាំងពីរបញ្ចេញនូវស្នេហ៍វិជ្ជាគុណដៅនីក្រីទាំង9មកផងដែរហើយលោកបន្តម្នាក់នេះពិតជាវិជ្ជាផ្អើលស្នេហ៍វិជ្ជាគុណដៅនេះទាំង9របស់ព្រះអង្គនៅពេលនេះគេបានឈានទៅដល់ចំណុចកំពូលហើយលូឡៃគាត់ក៏បានចូលទៅវាយជាមួយនឹងព្រះអង្គដោយបន្តផងដែរដោយប្រើប្រាស់ស្នេហ៍បាត់ដៃផងនិងស្នេហ៍កណ្ដាប់ដៃផងនិយាយបន្តថាមនុស្សគ្រប់រូបតែងតែគិតថាគ្រូជាតិគឺជាមនុស្សអច្ឆរិយៈនៅក្នុងការប្រើប្រាស់នូវវិជ្ជាជំនាញដ៏ទេវភាពប៉ុន្តែមនុស្សទាំងអស់គ្នាពួកគេក៏បានមើលលំលងព្រះអង្គយ៉ាងហ្វាំងហើយបើតាមសមត្ថភាពកម្លាំងរបស់ព្រះអង្គនៅពេលនេះគឺអាចបង្កើតនៅបកផ្ទាល់ខ្លួននៅក្នុងការគ្រប់គ្រងដោយខ្លួនឯងបានប៉ុន្តែនៅពេលនេះគឺហួសពេលហើយវាគឺជារឿងមួយដ៏គួរឲ្យសោកស្ដាយអ្នកទាំងពីរក៏បានព្រួតវាយព្រះអង្គតែម្នាក់ឯងព្រះអង្គទ្រង់ក៏បានប្រមូលផ្ដុំស្មៅដល់ទេវភាពរបស់គាត់ចូលនៅក្នុងខ្លួនវិញបានបំផ្ទុះនឹងកម្លាំងថាពលរន្ទះធ្វើឲ្យអ្នកទាំងពីរឡើងប៉ាន់ខ្ទាតទៅឆ្ងាយហើយក៏ទាញចៅផ្លែដៃរបស់គាត់ចេញមកក៏ស្គាល់ទិសដៅទៅកាន់ពួកអ្នកទាំងពីរផងដែរផ្ទុះនឹងកម្លាំងថាពលរន្ទះឡើងរំជួយជាមួយទៅវិញនៅតែប្រាប់សាស្លីងលូប៉ាងឆាប់រត់ឲ្យលឿនជាងនេះទៅហើយនឹងគិតក្នុងចិត្តថាសង្ឃឹមថាព្រះអង្គមិនមានរឿងអ្វីកើតឡើងទៅចោះ